Facebook ស្អីតិចសូននៅប្រព័ន្ធ Facebook ចាស្រឡាញ់ជាមីនិយាយត្រង់ច្បាស់អរគុណច្រើនអូនខ្ញុំសួរថាហេតុអីបានត្រូវឲ្យខ្ញុំយកជីវិតគ្រួសារខ្ញុំនេះទៅសូប្រាប់បងប្អូនទាំងអស់គ្នាខ្ញុំកំពុងតែមានក្តីសុខណាស់3ខែក្រោយខំគ្នាដូចឆ្កែថោកឆ្កែដូចឆ្មាចង់បានអញ្ចឹងមែនខ្ញុំចង់សួរអញ្ចឹងតើបងប្អូនមានបានចេញពីមាត់ខ្ញុំអត់ថាខ្ញុំបែកគ្នាហើយខ្ញុំបានបង្ហោះអត់កដាលេខខិតលេងលេះនៅបានច្បាស់ណាស់មួយច្បាស់ជាងខ្ញុំសម្បីខ្លួនខ្លួនឯងទៀតពេលខ្លះខ្ញុំទៅ surprise មែនតើ surprise សម្រាប់ខ្លួនខ្ញុំមែនតើចា surprise សម្រាប់ខ្លួនខ្ញុំមែនតើតែពេលខ្លះខ្ញុំក៏នឹកឃើញថាបកស្រាយប្រាប់គាត់ទៅហើយអ្នកឯងគាត់មិនដឹងបងប្អូនទោះជាខ្ញុំបែកឬក៏មិនបែកបងប្អូនត្រូវដឹងថាខ្ញុំអត់ចូលចិត្តបង្ហាញសូជីវិតផ្ទាល់ខ្លួនខ្ញុំទៅឲ្យបងប្អូនទេលក់ដូរខ្ញុំដឹងលក់ដូររបស់ខ្ញុំមានពេកខ្ញុំលក់អត់ពេកគឺខ្ញុំអត់ទៅតែឲ្យខ្ញុំយកជីវិតខ្លួនឯងទៅបង្ហាញសូកំពុងតែមានក្តីសុខណាអូនកំពុងមានក្តីសុខខ្ញុំកំពុងមានក្តីសុខណា3ខែ2ខែកន្លងមកណាដៀលគ្នាជេរគ្នាហាយគ្នាខ្ញុំអត់ត្រូវការទេបងមិនខុសពីចរិតខ្ញុំបងប្អូនពុកម៉ែអំពុំមីងទាំងអស់គ្នាខុសពីចរិតខ្ញុំមិនមែនជាចរិតបែបរីអញ្ចឹងទេខ្ញុំអត់ទេបងប្អូនតាំងពីចេះមើលខ្ញុំលក់អនឡាញចិត្ត10ឆ្នាំតាមវាសៀវមិនវាដែរយករឿងគ្រួសារមកនិយាយហ៎បើកាត់បានមួយណាដែលខ្ញុំហែកហួគ្រួសារជីវិតគ្រួសារខ្ញុំនៅក្នុងអនឡាញបងឯងថតមកខ្ញុំឲ្យលុយបងឯង100000ចាហើយកុំឆ្ងល់ថាពេលខ្លះគេត្រូវការជីវិតឯកជនរបស់គេដែរមិនមែនគ្រាន់តែអ្នកលក់អនឡាញត្រូវបង្ហាញសូប្តីគ្រប់ពេលវេលាត្រូវបង្ហាញសូជីវិតកូនឬក៏ប្រុសគ្រប់ពេលវេលាឲ្យបងប្អូនដែរខ្ញុំអត់ទេមិនមែនជាចរិតរបស់ខ្ញុំបានប្រាប់បងប្អូនជាទីស្រឡាញ់ហើយខ្ញុំមានរឿងអីខ្ញុំអត់រឿងអីខ្ញុំអត់បានសូទៅឲ្យបងប្អូនបានដឹងទេបើខ្ញុំបែកគ្នាឬក៏ខ្ញុំមិនបែកគ្នាក៏ខ្ញុំមិនអាចទៅនិយាយប្រាប់មហាជនថាខ្ញុំបែកគ្នាហើយខ្ញុំត្រូវបង្ហូរទឹកភ្នែកខ្ញុំត្រូវយកល្អថាអូយបងប្អូនអើយខ្ញុំជាជនរងគ្រោះខ្ញុំជឿចាប់ខ្ញុំត្រូវសម្ដែងខំប្រឹងស្រក់ទឹកភ្នែកបើខ្ញុំអត់មានរឿងខ្ញុំអត់អត់ចាញ់ទេខ្ញុំអត់ត្រូវកែមកបកស្រាយខ្ញុំជាមនុស្សល្អបើខ្ញុំមិនម៉ាយប៉ាត់សំបីតែខ្ញុំរាល់ថ្ងៃនេះខ្ញុំស្បត់មុខអំពូភ្លើងខ្ញុំស្បត់កូនខ្ញុំ3បងនៅប្រទេសអូស្ត្រាលីបើខ្ញុំនិយាយប៉ាត់សុំឲ្យខ្ញុំរកស៊ីមានដូចកម្មចរាណាមនុស្សខ្ញុំសច្ចធម៌គុណធម៌ម្ដាយខ្ញុំព្រៀនប្រដៅខ្ញុំឪពុកខ្ញុំព្រៀនប្រដៅខ្ញុំក្រឲ្យគេអាណិតស្រឡាញ់មានក្រឲ្យគេអាណិតមានឲ្យគេស្រឡាញ់ទោះជាកូនមានលុយវល់លៀនតែបើកូនគ្មានសេចក្តីថ្លៃថ្នូរកូនមិនបាច់មានទេជីវិតម្ដាយខ្ញុំបានព្រៀនប្រដៅខ្ញុំមុននឹងគាត់ប៉ាត់តៅខ្ញុំរហូតដល់ថ្ងៃស្លាប់គាត់អត់ដែរឲ្យខ្លួនខ្ញុំទៅប្រៀបធៀបជាមួយអ្នកណាទេគាត់តែងតែប្រដៅខ្ញុំថាកូនអ្នកណាសាងអីនឹងទទួលបានហ្នឹងបើគេបំពេញកូនបើគេបំភ្លឹះការពិតពីកូនរឿងគ្រប់យ៉ាងនឹងធ្លាក់ចូលគ្រួសារគេវិញកូនកុំយករឿងដែលគេស្អប់យើងតែគេស្អប់យើងហើយគេមិនដែរនិយាយយើងល្អទេកូនកុំយករឿងទាំងអស់នោះមកដាក់ក្នុងតាជីកូនធ្វើឲ្យកូនអត់សុខចិត្តធ្វើឲ្យកូនខូចអារម្មណ៍ធ្វើឲ្យកូនមួម៉ៅធ្វើឲ្យកូនគ្មានកម្លាំងដែលហៅថាកម្លាំងចាបងប្អូនពេលដែលយើងគិតច្រើនយកមានកម្លាំងហើយលហិតលហើយលើឯងចាអញ្ចឹងកូនអត់ត្រូវគ្រាន់តែបើគេស្អប់កូនទូចមួយហ្នឹងកូនអត់ត្រូវយកអាទូចមួយហ្នឹងយកមកដាក់ក្នុងកែវភ្នែករបស់កូនទេធ្វើឲ្យកូនលកម្មភ្នែកទេចាកូនកុំយកដាក់សំខាន់កូនមានក្តីសុខពិតមិនបាច់ទៅអួតអ្នកផងថាកូនដាក់មីក្រូស្រែកថាកូនកំពុងតែមានក្តីសុខទេម្ដាយខ្ញុំរៀបស្លាប់តាំងពីគាត់មិនទាន់ស្លាប់គាត់ប្រាប់ខ្ញុំព្រៀនប្រដៅខ្ញុំគ្រប់ពេលចាកូនអត់ចាំបាច់ប្រកាសមីក្រូថាកូនកំពុងតែមានក្តីសុខសំខាន់កូនមានក្តីសុខពិតកូនណាកូនបានជួយគេអ្នកអត់អ្នកសត្វកូនមិនបាច់ស្រែកថាខ្ញុំជួយគេណាខ្ញុំជួយគេណាខ្ញុំធ្វើបុណ្យណាកូនមិនបាច់ស្រែកទេសំខាន់ចេញពីបេះដូងកូនចេញពីបេះដូងកូនបុណ្យនឹងមិនបានមកកូនណាចាម្ដាយខ្ញុំគឺប្រដៅខ្ញុំមានម្ដាយខ្ញុំមានឪពុកខ្ញុំមានពូជមានបោមិនមែនកើតចេញពីហ៊ុនសាឡាវទេខ្ញុំជាកូនអ្នកស្រែចាខ្ញុំមកដល់ចំណុចមួយនេះណាហើយសួរខ្ញុំហ៊ាននិយាយស្បត់មុខអំពូភ្លើងបងប្អូនជាទីស្រឡាញ់ខ្ញុំអត់ទាន់បាននិយាយភាសាថាខ្ញុំជាស្រីមេម៉ាយទេតែវិស័យភាយទៅដល់អ្នកដទៃចាខ្ញុំហ៊ាននិយាយបងមានអ្នកដែលស្រឡាញ់ខ្ញុំណាឥឡូវហ្នឹងផ្កាយ4ទេផ្កាយ4ឯពូម៉ាយតាមស្រឡាញ់ខ្ញុំតាំងពីកមុំរហូតដល់ឥឡូវខ្ញុំកូន3ណាគាត់ខលមកខ្ញុំនិយាយក្នុងការ live ហ្មងចាគាត់ឆាតមកខ្ញុំគាត់ខលមកខ្ញុំណាគាត់សុំមើលថែខ្ញុំនិងកូនខ្ញុំថាបងខ្ញុំអរគុណហើយនៃក្តីស្រឡាញ់មួយនេះខ្ញុំមិនអាចបំភ្លេចបានទេខ្ញុំអរគុណនៃក្តីស្រឡាញ់ដែលបងមានចំពោះខ្ញុំ
tạiខ្ញុំអត់បាននិយាយថាខ្ញុំមេម៉ាយទេបងណាភាសាដែលខ្ញុំនិយាយទៅកាន់គាត់ហើយខ្ញុំជឿថាពេលដែលខ្ញុំ live នឹងគាត់នឹងឃើញព្រោះគាត់តាមបានខ្ញុំបានគាត់ដឹងពីជីវិតគ្រួសារខ្ញុំចាខ្ញុំបានប្រាប់គាត់ថាបងខ្ញុំអរគុណណាស់តែខ្ញុំនិយាយកាន់គាត់ហើយសួរបើខ្ញុំកុហកខ្ញុំអត់ចេះកុហកព្រោះអ្វីជាការពិតខ្ញុំយកមកនិយាយខ្ញុំនេះមិនទាន់បានប្រកាសផងខ្ញុំអត់ត្រូវការខ្លួនខ្ញុំត្រូវប្រកាសថាខ្ញុំជាស្រីមេម៉ាយត្រូវឲ្យមនុស្សប្រុសចោលមករកខ្ញុំទេបើខ្ញុំមនុស្សដែលខ្ញុំមេម៉ាយពិតអត់ខ្វះសមត្ថភាពប៉ុនខ្ញុំអត់ត្រូវការត្រូវចាំបាច់បង្ហាញជាសាធារណៈត្រូវ live ស្រីកោករាល់ថ្ងៃខ្ញុំរកប្រុសរាល់ថ្ងៃទេខ្ញុំជាស្រីមេម៉ាយខ្ញុំស្រីមេម៉ាយខ្ញុំស្រីមេម៉ាយខ្ញុំអត់ត្រូវការបែបហ្នឹងទេមិនមែនជាចរិតរបស់ខ្ញុំទេបើខ្ញុំមេម៉ាយពិតណាខ្ញុំមិនទាន់ប្រកាសចេញពីបបោមាត់ខ្ញុំផងចា3នាក់មកហើយម្ចាស់ក្រុមហ៊ុនមួយម្ចាស់ប្រេងសាំងមួយដែលនាំមកពីប្រទេសគេខ្លួនឯងខ្ញុំនិយាយតែប៉ុណ្្នឹងឯងចាអត់មានចពាក់ចប៉ុនប្តីអ្នកណាគេទៀតព្រោះខ្ញុំអត់ចូលចិត្តលើកឡំប្តីគេទេសមត្ថភាពមានខ្លួនឯងស៊ីរបស់មួយតែឯងអត់មានស៊ីរបស់រួមទេបើខ្ញុំចង់បានប្តីទៀតបើខ្ញុំមេម៉ាយអានោះខ្ញុំប្រកាសជាសាធារណៈចឹងណាសមត្ថភាពប៉ុនខ្ញុំអត់ខ្វះទេហើយបើខ្ញុំជាស្រីមេម៉ាយមែនខ្ញុំបង្ហោះជាសាធារណៈខ្ញុំអង្គុយ live កោកខ្ញុំស្រីមេម៉ាយខ្ញុំស្រីមេម៉ាយខ្ញុំអត់ក៏ត្រូវការអត់ពាក់ព័ន្ធជីវិតប្តីអ្នកណាដែរខ្ញុំអត់ត្រូវការទេតែខ្ញុំបាននិយាយទៅកាន់ទៅគាត់វិញថាបងខ្ញុំពិតជាអរគុណបងណាស់ដែលបងតាមស្រឡាញ់ខ្ញុំតាំងពីកំមុំរហូតដល់ខ្ញុំកូន3បងនៅចង់មើលថែខ្ញុំរហូតដល់បងឋានៈបងខ្ពង់ខ្ពស់ណាស់ចាខ្ញុំអរគុណណាស់នៃក្តីស្រឡាញ់មួយនេះតែខ្ញុំមិនអាចទទួលយកបងបានទេបងមិនមែនជាមនុស្សអាក្រក់ទេតែបងមានបានដឹងចេញពីមាត់ខ្ញុំនៅថាខ្ញុំជាស្រីមេម៉ាយអ្វីទាំងអស់ខ្ញុំនិយាយកាន់គាត់ខ្ញុំនិយាយការពិតទេបងប្អូនចាខ្ញុំបាននិយាយទៅកាន់គាត់អញ្ចឹងតើសម្ដីដែលខ្ញុំនិយាយទៅអាក្រក់ឬក៏ល្អបងប្អូនណាចាមួយទៀតគាត់ឆាតមកទៀតគាត់ឆាតតាម TikTok ខ្ញុំទៀតចាគាត់ឆាតមកតាម TikTok ឆាតនឹងឆាតតាម TikTok ហើយគាត់ឃើញខ្ញុំក្នុង TikTok ចាគាត់ថាបើគាត់និយាយខុសឆ្គងចាគាត់ហើយអ្នកដែលឆាតមកខ្ញុំសិតតែតាមស្រឡាញ់ខ្ញុំយូរមកហើយខ្ញុំអត់និយាយតែទំឃើញខ្ញុំមិនម៉ែដៃស្គាល់សោះឆាតមកសុំមើលថែខ្ញុំនិងកូនខ្ញុំទេខ្ញុំហ៊ាននិយាយសាធារណៈប៉ុណ្នេះខ្ញុំមានផតតាំងរបស់ខ្ញុំចាមិនមែនអញ្ចឹងមិនថាខ្ញុំអត់ចង់ឲ្យអ្នកណាមួយយករឿងគ្រួសារខ្ញុំទៅនិយាយឬក៏យកទៅគិតបើមិនចេញពីមាត់ខ្ញុំកុំជឿចាបើមិនចេញពីមាត់ខ្ញុំកុំជឿចាំមាត់ខ្ញុំនិយាយសិនចាគាត់ឆាតមកក្នុង TikTok របស់ខ្ញុំហើយគាត់ក៏សូមអធិស្ឋានខ្ញុំសូមទោសខ្ញុំគាត់គោរពខ្ញុំក៏មិនចង់តបទេចាហើយខ្ញុំក៏ថាគាត់និយាយថាគាត់សួរស្ដីខ្ញុំសុខសប្បាយអត់បងឃើញព័ត៌មានចោះថាអូនរាល់ថ្ងៃហ្នឹងគឺនៅម្នាក់ឯងខ្ញុំក៏ដាក់ទៅវិញខ្ញុំថាចាបងជំរាបសួរខ្ញុំអរគុណច្រើនបងណាតើបងខ្ញុំនិយាយដូចគ្នាអញ្ចឹងហើយគាត់និយាយហ្នឹងគាត់ថាគាត់បានឃើញគេថាខ្ញុំហ្នឹងជាស្រីមេម៉ាយបងអាណិតក្មេងតើបងអាចសុំមើលថែក៏អូនទាំង3នឹងបានទេបងមានក្រុមហ៊ុនបងអូនដឹងហើយថាបងជាម្ចាស់ក្រុមហ៊ុនអ្វីបងមានសមត្ថភាពបានន័យថាមនុស្សប្រុសហ្នឹងគេមិនចង់មកតោងស៊ីទ្រព្យខ្ញុំកុំថាលឺខ្ញុំអុកញ៉ាខ្ញុំមានទ្រព្យច្រើនឧទាហរណ៍ថាបើខ្ញុំប្រកាសថាខ្ញុំជាស្រីមេម៉ាយណាចាបើខ្ញុំប្រកាសថាខ្ញុំជាស្រីមេម៉ាយទៅចោះគាត់ចង់ថាគាត់ចូលមកហ្នឹងគឺមិនមែនស៊ីទ្រព្យខ្ញុំទេគាត់មានសមត្ថភាពដោយសារការស្រឡាញ់ខ្ញុំតាំងពីខ្លួនក្រមុំរហូតដល់កូន3ហើយបើខ្ញុំជាមនុស្សស្រីអាក្រក់មិនមែនបរោះនឹងតាម3នាក់ហ្នឹងតែគាត់តាមខ្ញុំរហូតដល់ឥឡូវទេហើយមិនសាមួយថ្ងៃមានមួយទៀតឆាតមកទៀតមេប៉ៃអឹមនិយាយប៉ុណ្ណឹងគាត់ដឹងហើយចាខ្ញុំនិយាយត្រង់អញ្ចឹងហ្មងមិនមេធំទេណាគាត់ខ្ញុំនិយាយថាគាត់ធ្វើប៉ៃអឹមសូមអធិស្ឋានចាហើយខ្ញុំសួរថាបើខ្ញុំជាស្រីមេម៉ាយវិស័យភាគហើយខ្ញុំត្រូវប្រកាសរកប្តីទៅអីអានេះហេតុផលខ្ញុំលើកយកមកនិយាយនេះគឺខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាបានដឹងពីចរិតរបស់ខ្ញុំចាខ្ញុំអត់ត្រូវការលហេលហាយក្នុងការ live របស់ខ្ញុំទេខ្ញុំមានកិត្តិយសរបស់ខ្ញុំចាហើយអ្នកដែលគាត់មកគឺគាត់ប្រាប់ខ្ញុំអញ្ចឹងគាត់ទៅសេមកអញ្ចឹងហើយខ្ញុំក៏បានត្រឡប់ទៅវិញអូយបងខ្ញុំអរគុណបងណាស់ចាអរគុណណាស់ដែលបងចង់ធ្វើឪពុកកូនខ្ញុំអរគុណមែនតើតែបងខ្ញុំនិយាយទៅដល់អញ្ចឹងតើបងបានចេញដឹងពីមាត់ខ្ញុំនៅថាខ្ញុំជាស្រីមេម៉ាយបងបើខ្ញុំមេម៉ាយមែនក៏ខ្ញុំមិនអាចទទួលយកបងបានដែរសួរថាខ្ញុំអត់ស្អប់ខ្ពើមបងទេប៉ុន្តែខ្ញុំអាយុប៉ុណ្នេះហើយខ្ញុំអត់ត្រូវការយកប្តីមកធ្វើអីទៀតទេបងខ្ញុំមានសមត្ថភាពបើខ្ញុំគិតថាពីមុនខ្ញុំអត់មានសមត្ថភាពឬក៏អីខ្ញុំយកប្តីតែឥឡូវខ្ញុំបើសិនជាខ្ញុំបាយពីប្តីខ្ញុំមែនខ្ញុំក៏អត់ត្រូវការយកប្តីមកដើម្បីអ្វីទៀតដែរខ្ញុំទុកពេលវេលាមើលថែកូនខ្ញុំចាខ្ញុំមានមុខរបរខ្ញុំមានលុយកាក់បន្តិចបន្តួចអាចចិញ្ចឹមកូនខ្ញុំរស់ដោយស្រួល
ខ្ញុំអត់ត្រូវការឲ្យបងមកជួយចិញ្ចឹមទេខ្ញុំមានសមត្ថភាពបងក៏មិនមែនពុកបការបស់កូនខ្ញុំដែរខ្ញុំអរគុណណាស់នៃទឹកចិត្តបងដ៏ល្អប្រពៃមួយនេះអានឹងគឺសម្ដីខ្ញុំនិយាយទៅកាន់ពួកគាត់ចាបងស្រីថ្លៃថ្នូរណាក្នុងចំណោមអ្នកអនឡាញចាអរគុណច្រើនបងចាណាគឺខ្ញុំនិយាយទៅកាន់ពួកគាត់ចឹងហើយមិនមែនទុំគេឃើញយើងជាស្រីថាអូខ្ញុំជាស្រីមេម៉ាយគ្រាន់តែលឺតគ្នាថាខ្ញុំបាយគ្នាតែលឺបានចេញពីមុតខ្ញុំនៅថាខ្ញុំបាយគ្នាចាគេគ្រប់គ្នាដែលគេធ្លាប់ស្រឡាញ់ហើយមិនមែនថាអូដោយសារអញ្ចឹងមនុស្សប្រុសនឹងឆាតមកចង់បានទ្របខ្ញុំចង់ញ៉ាយខ្ញុំមនុស្សទៅមិនស្គាល់បើរឿងទៅស្គាល់មិនបាច់និយាយរាប់កឆេខ្ញុំមិននឹងយកភ្នែកមើលឆាត Facebook ខ្ញុំលេងតបទាំងបងប្អូនសាច់ញាតិខ្ញុំ Facebook ទាំងមួយទាំងពីរខ្ញុំមិនដែរមើលផងដោយសារអីខ្ញុំខ្ជិលឆាតខ្ញុំមិនដែរមើលទេបងប្អូនចាខ្ញុំមិនដែរមើលទេព្រោះពេលខ្លះមើលទៅក្នុងអារម្មណ៍អ្នកខ្លះហ្នឹងគ្រាន់តែ Facebook ហ្នឹងឆាតមកញ៉ាយមើលតែខ្ញុំហ្នឹងជាមនុស្សប្រភេទម៉េចបានន័យថាមនុស្សប្រុសដែលញ៉ាយខ្ញុំគឺមនុស្សប្រុសឲ្យតម្លៃខ្ញុំទេខ្ញុំគិតខ្លួនឯងអញ្ចឹងបងប្អូនត្រូវដឹងមនុស្សប្រុសហ៊ានញ៉ាយយើងទាំងយើងមានសមត្ថភាពបានន័យថាមនុស្សប្រុសនឹងមើលងាយយើងហើយយើងអត់ត្រូវការទៅតបតមួយម្នាក់ប្រុសហ្នឹងឯងខ្ញុំគិតអញ្ចឹងហើយដែលខ្ញុំតបហ្នឹងគឺសិតតែអ្នកដែលស្រឡាញ់ខ្ញុំតាំងពីកំមុំមកបើខ្ញុំជាមនុស្សស្រីមិនល្អមិនមែនបងទាំង3ទាំង4នាក់ដែលធ្វើការធំផងចាមានក្រុមហ៊ុនផងតកែនាំប្រេងផងដែលគាត់នាំប្រេងសាំងមកស្រុកខ្មែរផងពីប្រទេសគេមកផងដែលគាត់មកសារភាពសងចង់ចិញ្ចឹមខ្ញុំនិងកូនខ្ញុំទេគាត់ដឹងតែខ្ញុំមានសមត្ថភាពតែហើយគាត់ក៏សុំទោសដែរហើយពេលអ្វីដែលខ្ញុំបកស្រាយទៅគាត់ក៏បានយល់ដែរហើយខ្ញុំជឿថាខ្ញុំនិយាយគាត់តាមបានគាត់ follow page របស់ខ្ញុំតាំងពី page ចាស់រហូតដល់ page ថ្មីចាគាត់តាមដានរហូតគាត់ប្រាប់ថាគាត់តាមដានជីវិតខ្ញុំរហូតគាត់ឃើញខ្ញុំមានក្តីសុខគាត់សប្បាយចិត្តខ្ញុំអរគុណណាស់បងទាំងអស់គ្នាខ្ញុំអរគុណមែនតើចាខ្ញុំអរគុណហើយខ្ញុំជូនពរបងទាំងអស់គ្នាដែលស្រឡាញ់ខ្ញុំឲ្យបងមានសេចក្តីសុខចាបងមានសេចក្តីសុខដូចខ្ញុំបានបញ្ជាក់ក្នុងការ live ហ្នឹងបើខ្សិនជាខ្ញុំមេម៉ាយមែនខ្ញុំអត់ត្រូវការយកប្តីយកស្អីទៀតទេខ្ញុំអាយុប៉ុណ្នេះហើយបងអើយគ្មានពេលវេលាណាទៅឲ្យប្តីស្អីអីទេចាបើខ្ញុំជាស្រីមេម៉ាយអាហ្នឹងខ្ញុំចង់ជំរាបជូនអញ្ចឹងណាចាកុំយល់ច្រឡំទៀតហើយបើខ្ញុំមិននិយាយចេញពីមាត់ខ្ញុំចាបងប្អូនកុំជឿអ្វីក៏ដោយចាំខ្ញុំបង្ហោះជាសាធារណៈសិនហើយកុំឃើញថាសៀវមីមិនបង្ហាញហេតុអីបានមិនបង្ហោះរូបប្តីហេតុអីបានខ្ញុំត្រូវបង្ហោះហេតុអីបានត្រូវខ្ញុំបង្ហាញគ្រប់ពេលវេលាខ្ញុំយកប្តីមកលក់ឬក៏ខ្ញុំយកប្តីមកអួតគេឬក៏ខ្ញុំយកប្តីមកសម្ងាយដើម្បី business របស់ខ្ញុំដើម្បីកាពះខ្ញុំដើម្បីយកលុយនឹងមកធ្វើអីខ្ញុំអត់ទេបងសំពុកម៉ែបងប្អូនយល់ចរិតខ្ញុំចាប់ពីពេលហ្នឹងតទៅខ្ញុំអត់ទេចាខ្ញុំអត់ទេនេះជាអ្វីដែលមនុស្សស្រីថ្លៃថ្នូរគេធ្វើព្រោះវាជាតម្លៃស្ត្រីមិនដូចអ្នកខ្លះស្រែកតែរឿងប្រុសមួយថ្ងៃចាអរគុណច្រើនបងអាហ្នឹងគឺចរិតខ្ញុំសួរថាបងប្អូនតាមដានការ live របស់ខ្ញុំចារាប់ឆ្នាំមកនេះខ្ញុំដែរយករឿងគ្រួសារខ្ញុំមកហែកហួរទេខ្ញុំដែរយករឿងបងប្អូនខ្ញុំមកហែកហួរទេខ្ញុំដែរយករឿងក្រុមគ្រួសារខ្ញុំមកហែកហួរទេបងកុំចង់ដឹងខ្ញុំក៏អត់ចង់ហែកដែរខ្ញុំអត់ហែកទេខ្ញុំអត់ហែកទេវាយខ្ញុំតងាប់ទៀតក៏ខ្ញុំអត់ហែកដែរខ្ញុំមិនហែកព្រោះខ្ញុំមាននេះត្រូវហែកជីវិតរបស់ខ្ញុំអត់ត្រូវដើម្បីបងប្អូនទាំងអស់គ្នាខ្ញុំព្រោះតែលុយឬក៏ខ្ញុំព្រោះអ្វីមួយខ្ញុំត្រូវយកកិត្តិយសក្រុមគ្រួសារខ្ញុំមកជន់ឈ្លីទេព្រោះឈ្មោះវងតកោយើងជាដូនជាតាយើងតគ្នាមកបើយើងមិនជួយឲ្យគេគ្រួសារយើងមានកិត្តិយសយើងកុំយកគ្រួសារពូជអម្បូរយើងមកជន់ឈ្លីតែគាត់ខំកសាងមកតតំណមកមិនតិចទេចាណាមិនតិចទេអញ្ចឹងកុំយកត្រឹមយើងនេះយកមកជន់ឈ្លីយកមកព្រោះតែអ្វីបើយើងជាមនុស្សម្នាក់ដែលអស្ចារ្យមនុស្សម្នាក់ដែលពូកែពិតប្រកបយើងអត់ត្រូវការយកមកដើម្បីអ្វីទេយើងរកលុយបានដោយសេចក្តីថ្លៃថ្នូរតិចក៏ដោយច្រើនក៏ដោយយើងរស់នៅដោយកិត្តិយសចាយើងរស់នៅដោយកិត្តិយសណារស់នៅដោយកិត្តិយសសំបីបងប្អូនដឹងហើយរឿងឡានខ្ញុំអកតញ្ញូតាបោកខ្ញុំ4ឆ្នាំជាងហេតុអីបានចាយសៀវមួយបងសៀវមួយអូនសៀវមួយមិនយកមកនិយាយរាល់ថ្ងៃមកដើម្បីបញ្យូឡើងដាក់ខាប់ចិនយកបញ្យូលក់លេមិនមែនជាចរិតរបស់ខ្ញុំទេចោះគ្រាន់តែអ្នកខ្លះចាអ្នកខ្លះមួយចំនួនតូចរឿងតិចតែបំពុលឲ្យធំដើម្បីឲ្យបងប្អូនតាមដានមករឿងហ្នឹង4 5ថ្ងៃអត់ទាន់ចាប់ទេតែខ្ញុំរឿងធំណាស់ផ្ទុះពេញដល់ស្រុកគេសារព័ត៌មានស្រុកខ្មែរស្រុកគេចោះតែខ្ញុំខំបង្រួបរួមរឿងហ្នឹងឲ្យទូយរហូតដល់បាត់រឿងហ្នឹងឆាប់រហូតដល់បាត់រឿងហ្នឹងហេតុអីបានចូលចិត្តកកកកាយរឿងហ្នឹងឲ្យបំផើមវាខ្ចោខ្ចាយមកទៀតចាណាហេតុអី
ខ្ញុំសុំថ្ងៃហ្នឹងខ្ញុំនិយាយពីរឿងនឹងចូលគ្នាហ្មងទៅព្រោះខ្ញុំអត់មានពេលខ្ញុំចង់ធ្វើវីដេអូដែរបងប្អូនតែខ្ញុំរវល់ណារាល់ថ្ងៃហ្នឹងខ្ញុំទទួលស្គាល់ខ្ញុំរវល់ចាខ្ញុំរវល់ខ្ញុំអត់មានពេលមែនហើយកុំទៅចង់ដឹងអីជីវិតគ្រួសារខ្ញុំមិនបាច់ចង់ដឹងទេព្រោះខ្ញុំអត់ត្រូវការបង្ហាញសូថាខ្ញុំកំពុងមានក្តីសុខឬក៏ខ្ញុំកំពុងតែកើតទុក្ខឬក៏ខ្ញុំត្រូវការយកគ្រួសារខ្ញុំចង់ជំរាបជូនពុកម៉ែបងប្អូនទៅវិញចាប្តីដែលខ្ញុំជ្រើសរើសទោះជាអាក្រក់ល្អក៏ប្តីខ្ញុំធ្លាប់ប្រឡងជើងខ្ញុំដែរចាក៏គាត់ធ្លាប់កន្លងជើងយើងបានន័យថាមនុស្សដែលយើងស្រឡាញ់បានឲ្យកន្លងជើងហេតុអីពេលដែលយើងល្អក់ល្អឿនជាមួយគ្នាចាបងអូនផ្អែមល្ហែមយើងមានដល់តែឈាមជាមួយគ្នាទៀតចាហេតុអីបានយើងត្រូវបែកគ្នាហើយគ្នាបែកគ្នាហើយគ្នាហេតុអីបានយើងត្រូវបែកគ្នាចរិតអញ្ចឹងបើដឹងចរិតហ្នឹងយើងកុំនៅជាមួយគ្នាវាចប់ត្រូវទេចាហេតុអីបានត្រូវយកមកឈ្នះរៀងខ្លួនបើចរិតខ្ញុំបើខ្ញុំបែកគ្នាអូខេខាងប្រុសគាត់ថាគាត់ល្អឲ្យគាត់ល្អទៅបើគាត់មិននិយាយថាគាត់ល្អគាត់ទៅរកគ្រូសាស្ត្រមិនទៀតបានត្រូវទេបើយើងតាំងចិត្តតែយើងបែកគ្នាហើយហេតុអីបានខ្ញុំត្រូវយកគ្រូសាស្ត្រខ្ញុំថាមកឡាយថាគ្រូសាស្ត្រខ្ញុំអត់ល្អទេបើគ្រូសាស្ត្រខ្ញុំល្អហេតុអីខ្ញុំយករាប់ឆ្នាំខ្ញុំរហូតដល់មានដំណក់ឈាមជាមួយគ្នាត្រូវទេបងប្អូនចាហេតុអីបានយើងពេលយើងនៅយើងគិតថាហើយមិនមែននេះមនុស្សម្នាក់ដែលកន្លងជើងយើងរស់នៅជាមួយគ្នាមិនមែនយកព្រោះតែបងប្អូនយកព្រោះតែមិត្តភក្តិព្រោះតែfanទេហើយខ្ញុំអត់ត្រូវការខ្ញុំមកអួតទេខ្ញុំជំរាបជូនបងប្អូនអញ្ចឹងថាមិនបាច់តាមបានទេខ្ញុំយកប្តីខ្លួនខ្ញុំស្រឡាញ់ខ្លួនខ្ញុំមិនមែនម៉ែខ្ញុំអ្នកស្រឡាញ់ហើយមកឲ្យខ្ញុំអោបមនុស្សដែលខ្ញុំអត់ស្រឡាញ់មកអោបទេហើយពេលដែលខ្ញុំបែកគ្នាហើយខ្ញុំអត់ត្រូវការថាអូអ្នកនេះអូយបងឯងមើលគាត់អញ្ចេះគាត់អញ្ចោះអត់ទេបើខ្ញុំបែកគ្នាបែកដោយសេចក្តីថ្លៃថ្នូរហើយបើសិនជាបកគោលបរោះហ្នឹងគាត់ទៅនិយាយថាខ្ញុំមិនល្អធម្មតាបើគាត់និយាយខ្ញុំល្អហេតុអីគាត់បែកគ្នាមកខ្ញុំគាត់ទៅរកប្រពន្ធគាត់ទៅរកអ្នកផ្សេងទៀតមិនបានឲ្យគាត់រកឲ្យបានទៅបើយើងចង់ដាច់គាត់ពិតប្រកបយើងត្រូវឲ្យសេចក្តីថ្លៃថ្នូរទៅបរោះម្នាក់ដែលយើងធ្លាប់ពាក្យថាប្តីចាឲ្យគាត់ឈ្នះយើងទៅយើងអត់ត្រូវការយកមកដើម្បីចង់ឈ្នះគ្នាទេខ្ញុំអត់ត្រូវការខ្ញុំអត់ត្រូវការថាអូខ្ញុំត្រូវតែឡាយខ្ញុំមួយប្រកាច់ខ្ញុំគាត់ក៏មិនចូលចិត្តអ្នកដែលគ្រូសាខ្ញុំណាក៏គាត់អត់ត្រូវការដៃសូនៅក្នុងប្រព័ន្ធ Facebook ដែរក៏អត់ដែរចេះទៅបងប្អូនណាខ្លះដែលស្គាល់មើលក្នុងការ live របស់ខ្ញុំដែលស្គាល់ Facebook ប្តីខ្ញុំឈ្មោះអីប្តីប្រពន្ធមិនដែរមាន Facebook ជាមួយគ្នាផងជឿអីបងប្អូនចាប្តីប្រពន្ធអត់មាន Facebook ជាមួយគ្នាផងហើយបើយើងរស់នៅជាមួយគ្នាមិនទុកចិត្តគ្នាអានឹងខ្ញុំនិយាយគ្រូសាខ្ញុំឯងតិចមានអ្នកណារើដាក់ខ្លួនមកដឹងខ្ញុំនិយាយរឿងគ្រូសាខ្ញុំបញ្ជាក់ណាបងណាខ្ញុំនិយាយរឿងគ្រូសាខ្ញុំទៅបងប្អូនទាំងអស់គ្នាស្ដាប់បានក៏ស្ដាប់ទៅខ្ញុំអត់មានត្រូវការយកអ្នកណាមកលោកឡំមួយខ្ញុំចង់និយាយរឿងខ្ញុំផ្ទះខ្ញុំចកៀនខ្ញុំព្រោះខ្ញុំក៏អត់ដែរយកមកនិយាយដែរដោយសារបងប្អូនខ្លះមួយចំនួនក៏គិតអ្វីដែលអវិជ្ជមានលើគ្រូសាខ្ញុំអញ្ចឹងខ្ញុំចង់បកស្រាយទេខ្ញុំអត់មានត្រូវការទៅប៉ះពាល់អ្នកណាទេជីវិតខ្ញុំមានគ្រប់គ្រាន់ហើយខ្ញុំអត់ត្រូវការទៅប៉ះពាល់អ្នកណាដើម្បីយកប្រយោជន៍ទៅជន់អ្នកណាមួយដើម្បីឲ្យខ្លួនឯងហ្នឹងល្អដែរដើរតួល្អអត់ទេណាខ្ញុំបញ្ជាក់ជូនឲ្យហើយអូនចាប់បានសាប៊ូកក់សក់ទៅ1.25មែនទេ2.50អូនឆាត់ចូលពេកហ្នឹង2.18 2.18អូនឆាត់ចាខ្ញុំសូមបញ្ជាក់ក្នុងការ live ខ្ញុំណាបងប្អូនប្រសិនសាកសីណាតិចមានអ្នកដាក់ខ្លួនមកដឹងទេតែខ្ញុំហ៊ាននិយាយមុខភ្លើងថាខ្ញុំអត់បាននិយាយដល់ទៅអ្នកណាទេខ្ញុំនិយាយពីគ្រួសារខ្ញុំចាព្រោះខ្ញុំចង់ពេលខ្លះបងប្អូនខ្លះក៏គាត់ចង់ដឹងថាហេតុអីបានជីវិតគ្រួសារខ្ញុំយ៉ាងម៉េចអីយ៉ាងម៉េចខ្ញុំខ្លួនខ្ញុំគិតខ្លួនឯងទេបងប្អូនណាខ្ញុំខ្លួនខ្ញុំចាខ្ញុំខ្លួនខ្ញុំគឺខ្ញុំអត់ចូលចិត្តតាមដានការ comment អត់ចូលចិត្តតាមដានការ like របស់ប្តីអាហ្នឹងខ្ញុំមិនដឹងតែបងប្អូនមកទេតែសម្រាប់ខ្ញុំឯណាសម្រាប់ខ្ញុំអាហ្នឹងខ្ញុំនិយាយបន្តិចចាទី1គ្រូសាខ្ញុំក៏គាត់មិនអ្នកលេងសូប្រព័ន្ធ Facebook ដែរគាត់ក៏អត់ចូលចិត្តគេហៅថានិយាយទៅមួយម៉ាត់ថាគាត់អត់ចូលចិត្តលេង Facebook ខ្ញុំក៏មិនសូវចូលចិត្តបង្ហោះរូបដូចគ្នាអាហ្នឹងណាចាទី1ទី2ពួកខ្ញុំប្តីប្រពន្ធខ្ញុំអត់ដែរមាន Facebook មួយគ្នាទេមែនណាបងប្អូនខ្ញុំអត់ដែរមាន friend ជាមួយគ្នាទេចាទី3ខ្ញុំចង់និយាយថាបើគ្រួសារនីមួយចង់ឲ្យមានសុភមង្គលរកលុយចូលអាហ្នឹងខ្ញុំនិយាយការពិតអ្វីខ្លួនខ្ញុំទេខ្ញុំមិនដឹងថាបងប្អូនដូចខ្ញុំទេតែសម្រាប់ខ្ញុំអត់ចូលចិត្តឆែកទូរស័ព្ទគេខ្ញុំអត់ចូលចិត្តឆែកកាបូគេខ្ញុំអត់ត្រូវការតាមដាន comment គេខ្ញុំអត់ត្រូវការតាមដានការ like របស់គេខ្ញុំអត់ត្រូវការតាមដានឆាតរបស់គេអានេះខ្លួនខ្ញុំតើវាធ្វើឲ្យខ្ញុំហ្នឹងជីវិតខ្ញុំមួយរីកស្រស់បំព្រង
hay số thằng bờ xà lánh tam ta này bà mình sờ lạnh mình áo bạc luôn pran thế nè vậy chân bọn cái dân chắp chắp mà được sợi dương chà tại nhóm à vậy để nhóm để dễ nhất cứ nhóm trang ban luôn ai nhóm trang ban bài mệt hay ở vậy để nhóm trang ban bài trắng tai với thôi chỉ vật nhóm mối pop bên đòi cái hai ta sẽ đây sốc pin pin tại mà đồ chà để cho một con sợi nhóm pin pin trắng á chà tìm mối nhưng mà mình friend cho mùi kia tìm bây nhưng mà tam ban của mình tìm bây nhưng mà tam ban ca like bạc cọt chà tìm bốn nhưng mà bạc của bột lùi tìm pram nhưng mà mưa chặt cọt tìm vào môi và thay cọt tên nát nhưng mà rầm khan cọt anh nói chật cái nhóm ót chặt chà hay cọt bờ cọt đo tin nát cọt thay cọt nơi cho mùi nè cọt còn nó mới xây thay cọt nơi cho mùi nè chà hai bờ sân chỉ dân trong ai cọtตลอดบ่เป็นมองมายังขอน่ะแผบก็ตึยังแผบตึไปกับปนเยอะยังเอาจังชูคนนี้ยังหญิงนี่ตึดัดลึกตกตึแท้หรือខ្ញុំឲ្យបងដើរទៅម៉ោង2យប់ឯងចាបងទទួលយកបានអត់អូខេម៉ោង2យប់វាល្មមឯងត្រូវឯងបងប្អូនចាអញ្ចឹងបើគាត់ចេញទៅម៉ោង5ម៉ោង6ម៉ោងអីចឹងទៅយើងកុំនេះហើយគាត់ដឹងខ្លួនគាត់ដែរខ្ញុំត្រូវការតែមួយយ៉ាងឯងអានោះខ្ញុំនិយាយខ្លួនខ្ញុំឯណាខ្ញុំត្រូវការមួយយ៉ាងឯងបើអញទៅដល់ទីណាប្រាប់ខ្ញុំប្រហែលទៅថាបងនៅជាមួយអ្នកណាបងនៅទីណាឲ្យពេលដែលបងមានបញ្ហាខ្ញុំដឹងថាបងនៅជាមួយអ្នកហ្នឹងពេលវេលានេះខ្ញុំចង់ដឹងតែប៉ុណ្្នឹងឯងហើយបើយើងបើកចិត្តថាឲ្យគេទៅឲ្យកុំខ្វល់យើងអបសុកដែរ off Facebook លេងទៅមើលនេះមើលនោះមើល TikTok មើលអីចឹងទៅចាតិចទៅយើងដឹងហើយយើងត្រឡប់ហើយពេលខ្លះគាត់អាចខ្លាចគ្រប់យើងចាពេលខ្លះគឺគាត់ដឹងខ្លួនគាត់បើយើងគាត់ដើរញឹកញឹកគាត់លេងស្អីយ៉ាងដែរហើយយើងអត់មាត់ហើយណាមួយទៀតគាត់ក៏អត់ហ៊ានឲ្យលឺម៉ោងដែរព្រោះហេតុអីយើងបើកចិត្តទូលាយឲ្យគាត់ហើយចាយើងបើកចិត្តឲ្យទូលាយហើយណាហើយបើសិនជាគាត់លើសអ្វីដែលយើងដាក់ឲ្យគាត់យើងមានសិទ្ធិថាឲ្យគាត់យើងមានសិទ្ធិបន្ទោសគាត់អត់មានសិទ្ធិតបតនឹងយើងទេត្រូវទេបងប្អូនទោះជាពេលវេលាម៉ោងហ្នឹងគាត់ទៅញ៉ាំនំខាងក្រៅក៏ដោយយើងកុំខ្វល់បើគាត់ស្រឡាញ់យើងគាត់ទៅអត់រួចទេបើគាត់អត់ស្រឡាញ់យើងអាហ្នឹងគាត់ទៅរួចទេអញ្ចឹងបើយើងតាមគាត់គេថាមនុស្សខូចមិនតិចវាខូចបានទេត្រូវទេចាទឹកអនាម័យលក់មិនបងអូនណាទឹកអនាម័យមក10 35ថ្ងៃនេះបងលក់ឲ្យ210ខ្ញុំឲ្យបងប្អូន10នាក់210 15ឆាត់ចូល page ទឹកអនាម័យ210 15ឆាត់ចូល page បងចាខ្ញុំឲ្យបងប្អូន10នាក់ហ្នឹងធ្វើក៏អត់គ្រាន់ដែរ210 15ហ្នឹងតែខ្ញុំដូចឲ្យ free អញ្ចឹងបងកាដូឲ្យបងប្អូនតាមបានខ្ញុំទាំងយប់ចាឆាតចូល page បងណាខ្ញុំជួយលក់ជូនបងយកសាប៊ូដោះខ្លួនលាក៏បានដែរ210 15សាប៊ូមួយទឹកអនាម័យមួយក៏បានដែរព្រោះអីទឹកអនាម័យហ្នឹងមក10បងប្រើបានយូរបង4 5ខែចាហើយសាប៊ូដោះខ្លួនក៏ក្អូបដែរបងចាក៏ល្អដែរអញ្ចឹងយកពីមុខហ្នឹងតែ15នេះឆាតចូល page ចាហើយសម្រាប់សាប៊ូកក់សក់មកឈុតវាមានកក់មួយមានបន្ទន់មួយ25បងឆាតចូល page ឥឡូវខ្ញុំលក់ជូនបង10នាក់2.18កាដូពិសេសជូនបងហ្មងព្រោះខ្ញុំអត់ដែរបានឡាយទេចាហើយលេខមុខដាច់ stock ឯអូនអត់មានទេចាលេខមុខដាច់ stock អស់ហើយcollagen អូន collagen បងនៅសល់បន្តិចចាអូនឆាតចូល page ទៅ collagen បងលក់ឲ្យអូន3ប្រអប់45ទេបងលក់មួយប្រអប់55តែកាដូជូនបងប្អូន5នាក់3ប្រអប់45បើញ៉ាំអត់ផ្លែកដោយកលុយវិញណាចាបងប្អូនដឹងហើយសេរ៉ូមស្វាយអូយបងប្អូនសុំទិញច្រើនម៉េចខ្ញុំអត់លក់ទេបងសេរ៉ូមស្វាយបង5ដបខ្ញុំ25ទៅបានដែរ5ដបខ្ញុំយកប្រើដែរបងមុខរោមុខចំមុខសរសៃក្រហមប្រើដូចគេបេះសេរ៉ូមស្វាយ5ដប55ថ្ងៃនេះ5ដបតែ25ទេបងបញ្ចុះឲ្យបង 60% ចាលេខអត់មានទេបងលេខខ្លងធំអត់មានទេសាប៊ូខ្លួនទឹកអនាម័យ2នឹង15បងឆាត់ចូល page ណាបងសម្លាញ់បាច់តម្លាក់លេខទេព្រោះខ្ញុំអត់លក់ទឹកអនាម័យ1សាប៊ូដោះខ្លួន1 15បងយក2ក៏បានដែរចាទឹកអនាម័យ2 15សាប៊ូ2 15បងឆាត់ចូល page ចុះខ្ញុំលក់ឲ្យនេះខ្ញុំនិយាយការពិតបងខ្ញុំដូចឲ្យរបស់ទៅទេចាបងយកទឹកអនាម័យ4ឆាត់ចូល page ឲ្យបង215ចាសាប៊ូដោះខ្លួនទឹកអនាម័យបងកុំតម្លាក់លេខបងអត់ទេជាស្រ័យណាបងណាកុំតម្លាក់លេខចាបងលុបវិញបងកុំតម្លាក់លេខបងឆាត់ចូល page ទៅចាបងជិះវៀងចាព្រោះខ្ញុំដូចលក់ឲ្យ free ទេលាងមុខបង3ដុំឲ្យតែ$20បានទេសាប៊ូលាងមុខមួយដុំ27មួយដុំណាតែថ្ងៃនេះបងឲ្យខ្ញុំ3ដុំ20ខ្ញុំដូចឲ្យរបស់ទៅទេកាដូជូនបងប្អូនពុកម៉ែដែលស្រឡាញ់ចូលចិត្តខ្ញុំរាល់ការដែលគាត់ស្រឡាញ់CC 2 tip 2 tip ឲ្យខ្ញុំតម្លៃតាមពិត2 tip មួយ tip 25 CC តែបងប្អូនខ្ញុំប្រើតាំងពីព្រឹកនេះស្បត់ឲ្យស្លាប់ចោលកូន3ខ្ញុំប្រើលេខ1ហ៎បងនៅស្រុកគេបងកុំឲ្យមានស្គាល់ពាក្យថាមានបើខ្ញុំកុហកបងព្រឹកមកខ្ញុំលាបតាំងពីព្រឹករហូតដល់នៅនេះម៉ោងនៅអូស្ត្រាលីម៉ោង1កន្លះហើយបងចា CC ល្អប្រាស់ណាស់បង CC បងឯងមួយ tip 25ឥឡូវ2 tip ខ្ញុំលក់ជូនបង2 tip 2 tip 17 2 tip 17ទៅបងអត់មានចំណេញទេខ្ញុំមានតែខាតចា BB បងBB 10ខ្លងឲ្យខ្ញុំតែ25បានហើយចាត់ជប់ពេញបាច់តម្លាក់លេខទេបងសាប៊ូកក់សក់យកទៅប្រើបើកក់លើកទី1អត់ក៏អូបខ្ញុំឲ្យទៅដូរជូនលុយវិញបងប្អូនដឹងខ្ញុំស្រឡាញ់កិត្តិយសណាខ្ញុំមកអង្គុយ live មិនអង្គុយលក់អីណាខ្ញុំមកអង្គុយ live គឺចង់ជំរាបជូនបងប្អូនថាខ្ញុំអត់ចង់ឲ្យគេបំពល់សង្គមយករឿងខ្ញុំទៅបំពល់ខ្ញុំអត់ចង់ឲ្យគេយកកិត្តិយសទៅជន់ឈ្លីទេអាហ្នឹងខ្ញុំជំរាបជូនអញ្ចឹងចាខ្ញុំជំរាបជូនអញ្ចឹងបងប្អូនចង់បានឆាតចូល page
ចាបងប្អូនចង់បានឆាត់ចូល page ណាចង់បានឆាត់ចូល page ទេបងចាអត់មាន free ទេបងណាខ្ញុំអធិស្ឋានថាសេវាខ្ញុំគឺខ្ញុំអត់ free ទេតាមខេត្ត$2ក្រៅក្នុងពេញ$2បងតម្លៃខ្ញុំបញ្ចុះឲ្យបងច្រើនណាចាមួយឈុត25ខ្ញុំលក់ឲ្យ2ឈុត2ឈុត15 2ឈុត18វាពី$50សត$18ខ្ញុំ free សេវាទៀតបងខ្ញុំអត់អាចទេខ្ញុំអត់អាចទេខ្ញុំបញ្ជាក់ជូនណាអត់អាចទេចាអញ្ចឹងអ្នកដែលគាត់ចង់បានឆាត់ចូល page ហ្នឹងបងប្អូនជាទីស្រឡាញ់អរគ្នាលេមកដាច់ stock ឯងបងអត់ទាន់មានទេចាំខ្ញុំទៅវិញសិនហ្មងចាខ្ញុំអត់មានពេលលក់បងខ្ញុំអត់មានពេលលក់អញ្ចឹងខ្ញុំបិទរយៈសិនបើតែផ្អាករយៈសិនបងប្អូនចង់បានឆាត់ចូល page បេះដូងបងឆាត់ចូល page ណាចាអរគុណច្រើនបងសម្លាញ់ដែលស្រឡាញ់ចូលចិត្តនិយាយទៅខ្ញុំលក់ឲ្យបងប្អូននេះ super fan នេះចាខ្ញុំលក់អត់ចំណេញទេបងបងឯងដឹងហើយថាបងដឹងហើយថាខ្ញុំអត់ចេះកុហកទេមនុស្សខ្ញុំអត់ចូលចិត្តកុហកហើយរបស់ខ្ញុំអត់ល្អខ្ញុំអត់លក់អីបងអត់លក់កិត្តិយសខ្លួនឯងទេចរិតរបស់ខ្ញុំបងប្អូនដឹងខ្ញុំលក់អនឡាញរាប់ឆ្នាំហើយបងខ្ញុំអត់ដែរចេះយករឿងអីមកទេថាខ្ញុំមកអង្គុយ live 1ម៉ោង2ម៉ោងដើម្បីលក់អត់ទេបងអត់